សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទរដ្ឋាជា Technical Support របស់ ECB ថ្ងៃនេះក្នុងនេះខ្ញុំនឹងមកបង្រៀនអ្នកទាំងគ្នាអំពីការកំណត់ setting របស់ប្រភេទ battery camera ដែលជាដំបូងយើងចូលមកកាន់ battery បាទនៅក្នុង setting របស់ camera ហើយនៅក្នុង battery ផងដែរវាមាន mode ជាច្រើនហើយយើងក៏សូមណែនាំ mode ថ្មីមួយដែលហៅថា LV mode បាទ LV mode នេះផងដែរវាជួយសំចៃថ្មមែនទែនហើយនៅក្នុង AV mode របស់ ECB យើងមាន2ជំនាន់បាទមានជំនាន់ទី1ជំនាន់ទី2ហើយនៅក្នុងជំនាន់ទីនេះផងដែរវាជាជំនាន់ទី2ហើយជំនាន់ទី2នេះផងដែរវាចាប់ផ្ដើមចេញពីការ record ពី1 second រហូតដល់5នាទីបាទអញ្ចឹងបើសិនជាបងចង់ប្រើប្រាស់ជាមួយនឹង AV mode ដើម្បីសំចៃថ្មជាមួយនឹងការសំចៃ memory ខ្ញុំ recommend AV mode មួយនេះបាទហើយយើងអាចជ្រើសរើសកំណត់ទៅតាមវិនាទីដែលយើងត្រូវការហើយចំពោះ AOV mode នេះផងដែរខ្ញុំនឹងបញ្ចេញវីដេអូមួយផ្សេងទៀតតែតកតងថាតើ AOV mode នោះវាធ្វើការរបៀបម៉េចបានសំចៃថ្មមិនក៏សំចៃបាត់រីឥឡូវយើងបន្ទាប់ពីយើងធ្វើការកំណត់ AOV mode ហើយយើងមកមើល mode ផ្សេងទៀតនៅក្នុងនេះមាន standard mode បាទដែល standard mode ហើយនិង power saving mode បាទអញ្ចឹងវាដូចឈ្មោះអញ្ចឹងបាទចំពោះpower saving mode ហើយនិង standard mode នេះវាខុសគ្នាត្រង់បន្តិចទេបាទចំពោះ standard mode គឺវានឹងធ្វើការ record នៅពេលដែលមានសកម្មភាពមនុស្សឬក៏ឡានឆ្លងកាត់ហើយចំពោះ power saving mode នេះផងដែរវានឹងធ្វើការ renew ឬក៏ record គឺនៅពេលដែលយើងធ្វើការ log in មើលរបស់វាបាទ log in ចូលទៅកាន់កាមេរ៉ាហ្នឹងផ្ទាល់បាទវាធ្វើការ record ឬក៏ view អញ្ចឹងបើសិនជាអត់មានសកម្មភាពមានអីទេគឺវា sleep មានន័យថាចំណុចត្រង់ចំណុចនេះមានន័យថាវាប្រើប្រាស់គឺដើម្បី save battery អញ្ចឹងជាឧទាហរណ៍គឺនៅពេលដែលឧទាហរណ៍ថ្ងៃអត់បើកថ្ងៃបើកអីអញ្ចឹងទៅបន្តមកទៀតគឺជា mode មួយទៀតគេហៅ mode set schedule បាទអញ្ចឹងចំពោះ mode set schedule នេះផងដែរគឺយើងអាច set schedule ទៅតាមអ្វីដែលយើងចង់បានទីកន្លែងយើងចង់មើលចង់ជាប់ចង់អីអញ្ចឹងយើងអាច set schedule ចាប់តាំងពីម៉ោងរហូតដល់ថ្ងៃអញ្ចឹងយើងអាច set បានបាទអញ្ចឹងនៅទីនេះផងដែរគឺខ្ញុំបង្កើតជាឧទាហរណ៍ set schedule ឲ្យគឺចាប់ផ្ដើមពីម៉ោង6ព្រឹករហូតដល់ម៉ោង5ល្ងាចអញ្ចឹងជាធម្មតាម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចមានថ្ងៃបាទអញ្ចឹងមានថ្ងៃខ្ញុំប្រើប្រភេទជា power plug in ចំពោះ power plug in នេះផងដែរគឺវានឹងធ្វើការមានន័យថាមើល24ម៉ោងលើ24ម៉ោងបើសិនយើងប្រើ mode នេះប៉ុន្តែវាស៊ីថ្មច្រើនអញ្ចឹងបន្ទាប់មកខ្ញុំក៏ចុះពេលយប់បាទនៅពេលយប់វាអត់មានថ្ងៃទេអញ្ចឹងខ្ញុំប្រើ power saving mode ដើម្បីជួយសំចៃថ្មហើយពេលយប់វាអត់សូវសំខាន់ផងដែរអញ្ចឹងយើងក៏ប្រើប្រាស់ set មួយទៀតគឺនៅចន្លោះពីម៉ោង5 1នាទីរហូតដល់ម៉ោងនេះនៅទីនេះម៉ោង6:59មានចិត្តព្រឹកវិញបាទចឹងដល់ពេលយើង set ទៅហើយបន្ទាប់ពីយើង set ហើយយើងដាក់ save ទៅហើយយើងកំណត់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបាទបន្ទាប់ពីយើងធ្វើការកំណត់ហើយអស់យើងចុច save ទៅវានឹងធ្វើការ save ឲ្យយើងហើយបើសិនជាយើងចង់កំណត់លើសពីហ្នឹងក៏បានអត់មានបញ្ហាទេបាទអញ្ចឹងទីនេះមិញហ្នឹងខ្ញុំដាក់មានថាម៉ោងជាន់គ្នាវាអត់ឲ្យទេយើងអត់ត្រូវដាក់ម៉ោងជាន់គ្នាយើងដាក់ម៉ោងតគ្នាបាទអូខេអញ្ចឹងបើសិនជាបងមានសំណួរឬមានចម្ងល់ទាក់ទងនឹងការប្រើប្រាស់ជាមួយនឹងប្រភេទ battery នេះបងអាចតាក់ទងតាមជាមួយនឹងក្រុមការងាររបស់ ECB ផងដែរបាទសូមអរគុណនិងសូមជម្រាបលាបាយបាយ